ហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីសកម្មភាពខ្លះៗពេលដែលខ្ញុំបន់តាមរបស់ខ្ញុំចឹងនិយាយទៅពួកខ្ញុំបានទៅស្រុកទេគឺយើងទៅវត្តអីចឹងណាហើយអានេះដែរងើបមកហ្នឹងគឺ9:10ហើយខ្ញុំក៏មកលុបមុខលុបអីចឹងទៅនិយាយទៅក៏ខ្ញុំអត់ទៅលវត្តមួយទឹកគេព្រោះពេលល្ងាចពេកក៏និយាយទៅថ្ងៃហ្នឹងក៏ខ្ញុំអត់រៀនទេចឹងទៅក៏បានទៅវត្តហើយចឹងណាដោយសារតែរត់ពួកខ្ញុំទៅស្រុកធ្វើអីនៅស្រុកចឹងណាតែថ្ងៃហ្នឹងបើយកបានទៅស្រុកទេក៏ធ្វើនៅវត្តមកទៅហើយនេះគឺជា outfit របស់ខ្ញុំចាខ្ញុំទៅវត្តចង្រះលើហើយបើពេលហ្នឹងវិញគឺគេទៅចោលខ្ញុំអស់មកចានិយាយទៅរត់មកបងប្អូននិយាយទៅខ្លួនឡើងញាប់ឡើងលឿនមកវាចឹងហើយខ្ញុំកាត់ផងថ្ងៃហ្នឹងមកដែលសិតតែទៅថ្ងៃហ្នឹងហើយបន្ទាប់មកទៀតក៏មកដល់វត្តចឹងឯងនិយាយទៅពេលហ្នឹងគឺថានេះគាត់អុយធុកអុយចឹងទៅតែខ្ញុំអត់បានអុយទេព្រោះខ្ញុំនៅជាប់នេះកត្រិតហ្នឹងគឺនៅចិត្តខ្ញុំគ្រប់ពេលហ្មងណាស្អាតតែពេលហ្នឹងនៅជាប់ហើយចាប់ខ្លាចទៅលេងអីបោះព្រះសង្ឃបងប្អូនអរគ្នាបោះលោកហើយតបមកទៀតហ្នឹងក៏ខ្ញុំចាប់ផ្ដើមអង្គុយអីចឹងណាបងប្អូនអរគ្នាហើយក៏ឲ្យពូខ្ញុំក៏យកពូខ្ញុំទៅក៏ចាប់ផ្ដើមស្ដាប់លោកគាត់សូត្រមន្តអីចឹងទៅហើយបន្តមកទៀតហ្នឹងគឺថាស្ដាប់វាអស់ស្នោតហ្មងគឺថាពូរបស់ខ្ញុំមកឃើញកាមេរ៉ាទៅណាគឺហត់ទៅនឹងមកយាយមែនទៀតហ្នឹងពួកខ្ញុំក៏ចាប់ផ្ដើមស្ដាប់លោកគាត់សូត្រមន្តស្ដីចឹងទៅនេះបងប្អូនទាំងអស់គ្នានេះគឺចាប់ផ្ដើមកាត់មកហើយពួកខ្ញុំក៏កាត់ឲ្យឃើញចឹងទៅគឺកាត់មកទៀតហ្មងបងប្អូនទាំងអស់គ្នាអាចមើលបានហើយនិយាយទៅខ្ញុំថតបានខ្លះសកម្មភាពរបស់គាត់នឹងឯងហើយនិយាយទៅនេះនិយាយទៅអាពេលហ្នឹងក៏គាត់មានអីដែរហ្នឹងហើយទម្លាក់ចោលពុកហ្មងណាហ្នឹងនិយាយទៅគឺគ្នាណាតូចគេដឹងអីទេហើយបន្ទាប់មកទៀតហ្នឹងគឺក៏ចាប់ផ្ដើមសេចទឹកសេអីចំវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយបងប្អូនទាំងអស់